ឲ្យតែកូនបានខ្ពង់ខ្ពស់ខ្លួនឯងស៊ូអាប់យោនេះគឺជាទឹកចិត្តរបស់ឪពុកម្ដាយធ្វើយ៉ាងណាក៏ដោយឲ្យតែកូនបានខ្ពង់ខ្ពស់ស៊ូអាប់យោខ្លួនឯងក៏មិនសោកស្ដាយដែរការលះបង់របស់ឪពុកម្ដាយគ្មានដែនកំណត់ទេហ៊ានលះបង់អ្វីៗគ្រប់យ៉ាងមិនថាជីវិតសេចក្តីសុខផ្ទាល់ខ្លួនកិត្តិយសធ្វើជាអ្នកបម្រើគេឬធ្វើជាឆ្កែធ្វើជាឆ្មាក៏លោកអាចធ្វើបានទាំងអស់ឲ្យតែកូនរស់នៅក្នុងភាពរុងរឿងថ្លៃថ្នូរទោះជាគាត់រស់នៅក្រោមការមើលងាយមើលថោកពីមនុស្សជុំវិញក៏ដោយក៏គាត់នៅតែរីករាយពេលបានដឹងនិងបានឃើញកូនថ្លៃថ្លាមានចំណេះដឹងរស់នៅសមរម្យនឹងគេមានសម្លៀកបំពាក់និងចំណីអាហារគ្រប់គ្រាន់សួស្តីបងប្អូនទាំងអស់គ្នាអញ្ចឹងយើងវិលត្រឡប់មកជួបគ្នាម្ដងទៀតជាមួយនឹងសាច់រឿងថ្មីទៀតហើយអញ្ចឹងសម្រាប់សាច់រឿងក្នុងថ្ងៃនេះផងដែរគឺមានចំណងជើងថាឲ្យតែកូនបានល្អជាទូទៅឪពុកម្ដាយភាគច្រើនឲ្យតែកូនបានល្អឲ្យតែកូនបានខ្ពង់ខ្ពស់គាត់ស៊ូអាប់យសស៊ូអាប់គេឈ្មោះគេមើលងាយគេមើលថោកមិនថាគេមើលពួកគាត់ក្នុងន័យណាទេគាត់មិនដែលអន់សពុនចិត្តឡើយធ្វើយ៉ាងណាឲ្យតែកូនរបស់គាត់រស់នៅក្នុងភាពរុងរឿងនិងថ្លៃថ្នូរអញ្ចឹងកុំឲ្យខាតពេលយូរបងប្អូនអរគ្នាតោះយើងចូលទៅស្ដាប់សាច់រឿងពេញទាំងអស់គ្នាមានគ្រួសារមួយជាអ្នកធ្វើស្រែចម្ការតែពួកគាត់ខំប្រឹងឲ្យកូនបានរៀនគ្រប់គ្នាពួកគាត់តស៊ូពីអ្នកប្តីប្រពន្ធខំប្រឹងធ្វើស្រែចម្ការនិងចិញ្ចឹមគោខ្លះដើម្បីលក់បង់ថ្លៃសាលាឲ្យកូនរៀននៅសាកលវិទ្យាល័យមួយនៅរាជធានីភ្នំពេញអ្នកនៅជិតខាងខ្លះនាំគ្នានិយាយពីពួកគាត់ថាជាមនុស្សល្ងង់ធ្វើបាបខ្លួនគិតតែពីកូនមិនព្រមគិតពីខ្លួនឯងខ្លះទេអញ្ចឹងនេះគឺជាការលះបង់របស់គាត់ខំប្រឹងធ្វើស្រែចម្ការហើយនឹងចិញ្ចឹមគោខ្លះប្រាក់ដែលគាត់ទទួលបានពីការចិញ្ចឹមគោហើយនឹងធ្វើស្រែចម្ការគាត់តែងតែយកវាទៅបង់ថ្លៃសាលាអ្វីគ្រប់យ៉ាងគាត់តែងតែលះបង់ឲ្យកូនជានិច្ចអញ្ចឹងដល់ពេលដែលគាត់ធ្វើបែបនេះហើយអ្នកជិតខាងក៏នាំគ្នាស្ដីបន្ទោសគាត់ថាគាត់នឹងធ្វើបាបខ្លួនឯងអញ្ចឹងណាអត់គិតពីខ្លួនឯងទេគិតតែពីកូនខ្លួនឯងមិនហ៊ានចាយប្រាក់មិនហ៊ានញ៉ាំរបស់ឆ្ងាញ់ទេខ្លាចអស់លុយបង់ថ្លៃសាលាឲ្យកូនអញ្ចឹងណាពេលទំនេរពីស្រែចម្ការប្តីខំធ្វើសំណងរកប្រាក់បន្ថែមចំណាយប្រពន្ធទៅឃ្វាលគោជារៀងរាល់ថ្ងៃប្តីប្រពន្ធទាំងពីរនាក់កម្រមានពេលទំនេរដើរលេងឬនិយាយលេងជាមួយអ្នកជិតខាងណាស់សម្លៀកបំពាក់មិនដែលបានល្អស្អាតដូចគេឯងព្រោះគាត់ខំសន្សំប្រាក់ទុកឲ្យកូនចាយប្រចាំខែនិងបង់ថ្លៃសាលាហើយពេលខ្លះទៀតត្រូវលក់គោទៀតផងគាត់មិនហ៊ានចាយខ្ជះខ្ជាយឬហ៊ានទិញអ្វីពិសាឆ្ងាញ់ពេកទេពួកគាត់សុខចិត្តជិះកង់ប៉ុន្តែទិញម៉ូតូឲ្យកូនជិះទៅរៀននេះគឺជាការលះបង់របស់ពុកម្ដាយអញ្ចឹងយើងជាកូនគ្រប់រូបយើងគួរតែទទួលស្គាល់នឹងការលះបង់របស់ពួកគាត់អញ្ចឹងពេលខ្លះគាត់សុខចិត្តជិះកង់ហើយគាត់យកលុយតែប្រមាណទៅទិញម៉ូតូឬក៏ទិញយានជំនិះអីផ្សេងឲ្យកូនជិះទៅរៀនធ្វើម៉េចឲ្យតែកូនបានស្រួលអញ្ចឹងណាជំរកសម្រាប់រស់នៅវិញមើលទៅលំបាកភ្នែកណាស់តែពួកគាត់តស៊ូពិបាកមិនមានការត្អូញត្អែរឡើយកូនបងរៀននៅមហាវិទ្យាល័យទើបតែបាន4ឆ្នាំរីឯកូនទី2ទើបតែបានឆ្នាំទី3ហើយពេលនោះឪពុកក៏បានអនិច្ចកម្មទៅទាំងបិទភ្នែកមិនជិតព្រោះមិនទាន់បានសម្រេចគោលបំណងឲ្យកូនរៀនចំចំណែកប្រពន្ធបន្ទាប់ពីប្តីស្លាប់ទៅបានរងទុក្ខវេទនាកាន់តែច្រើនឡើងតែយ៉ាងណាក៏ដោយដើម្បីកូនគាត់ត្រូវបំពេញកាតព្វកិច្ចកាន់តែធ្ងន់ធ្ងរតស៊ូបន្តរហូតកូនទាំងពីររៀនចប់មហាវិទ្យាល័យនិងមានការងារធ្វើអញ្ចឹងពាក្យថាលះបង់ដើម្បីកូនគាត់មិនដែលមានភាពពេចវេសឬក៏ទម្រុននោះទេអញ្ចឹងដើម្បីកូនគាត់តែងតែមានភាពក្លាហានតស៊ូទៅមុខទៀតមិនថាគាត់ត្រូវជួបឧបសគ្គអ្វីនៅខាងមុខឬក៏គាត់ត្រូវបាត់បង់អ្វីក៏ដោយគាត់ត្រូវតែតស៊ូយ៉ាងណាឲ្យតែកូនរបស់គាត់បានរៀនចប់ចុងចប់ដើមនិងមានការងារធ្វើល្អគឺគាត់សប្បាយចិត្តណាស់ទៅហើយអញ្ចឹងគួរឲ្យអាណិតគ្រួសារមួយនេះមែនតើឪពុកខំប្រឹងដើម្បីកូនប៉ុន្តែមិនទាន់បានទាំងដឹងថាកូនរបស់គាត់នឹងរៀនចប់បានការងារអ្វីធ្វើនៅឡើយទេគាត់បែរជាទទួលអនិច្ចកម្មទៅទាំងបិទភ្នែកមិនចិត្តតែម្ដងអញ្ចឹងប្រសិនបើគាត់នៅរស់បន្តិចទៀតឃើញកូនរបស់គាត់មានការងារធ្វើល្អបន្ទាប់ពីរៀនចប់គាត់ប្រហែលជាសប្បាយចិត្តយ៉ាងណាទេមើលទៅណាហើយសម្រាប់សាច់រឿងនេះផងដែរគឺមានគំនិតពិចារណាជាច្រើនដូចជាឪពុកម្ដាយខិតខំប្រឹងប្រែងធ្វើការងារគ្រប់បែបយ៉ាងដើម្បីរកប្រាក់ទោះជាមានព្យុះភ្លៀងគោក្តៅត្រជាក់យ៉ាងណាក៏មិនដែលត្អូញត្អែរឡើយគឺខំប្រឹងសន្សំប្រាក់ឲ្យកូនបានរៀនចេះដឹងនឹងគេកុំឲ្យញាតិជិតខាងគេមើលងាយកូនថាជាមនុស្សល្ងង់ឪពុកម្ដាយសុខចិត្តស្លៀកសម្លៀកបំពាក់ចាស់
និងហូបប្រហុកអំបិលឲ្យតែកូនបានទទួលចំណេះដឹងល្អៗកុំឲ្យល្ងងដូចជាពួកគាត់ជាទូទៅឪពុកម្ដាយភាគច្រើនគាត់តែងតែគិតថាខ្លួនឯងមិនមានចំណេះហើយអញ្ចឹងគាត់ធ្វើយ៉ាងណាឲ្យតែកូនរបស់គាត់មានចំណេះដឹងខ្ពង់ខ្ពស់កុំឲ្យល្ងងដូចគាត់ឬកុំឲ្យរស់នៅក្នុងភាពក្រីក្រលំបាកដូចជាគាត់អញ្ចឹងប្រសិនបើយើងម្នាក់មានចំណេះដឹងកាន់តែខ្ពស់ជីវភាពរបស់យើងគឺកាន់តែប្រសើរហើយបងប្អូនអរគ្នាឪពុកម្ដាយខំប្រឹងធ្វើការងារដើម្បីកូនពេលខ្លះសម្រាប់ជីវិតសត្វឬរកពេលវេលារក្សាសិលធ្វើបុណ្យធ្វើទាននឹងគេមិនបានដោយសារតែភាពខ្វល់ខ្វាយនឹងការចិញ្ចឹមកូនពេលស្លាប់ទៅធ្លាក់ក្នុងនរកអវិជ័យឬទទួលរងទុក្ខទោសទណ្ឌយ៉ាងណាក៏មិនខឹងនឹងកូនដែរអញ្ចឹងពេលខ្លះគាត់លែងគិតពីរឿងបុណ្យបាបហើយមិនថាសម្រាប់សត្វឬក៏ធ្វើអំពើអ្វីមួយទេយ៉ាងណាក៏ដោយឲ្យតែកូនបានប្រាក់ទៅរៀនសូត្រគឺគាត់សប្បាយចិត្តណាស់ទៅហើយម៉ែជាទេវតាម៉ែជាអាចារ្យម៉ែជាព្រះម៉ែពិតជាព្រំស្ថិតនៅក្នុងផ្ទះកូនណាសំពះបានបុណ្យគ្រប់គ្នាអញ្ចឹងនេះគឺជាពាក្យស្លោកមួយយ៉ាងខ្លីហើយខ្ញុំសង្ឃឹមថាបងប្អូនអរគ្នានឹងយល់ពីទឹកចិត្តរបស់ពួកគាត់បន្ទាប់ពីស្ដាប់សាច់រឿងនេះចប់ទៅហើយអរគុណច្រើនបងប្អូនអរគ្នាសម្រាប់ការតាមដានទស្សនាស្ដាប់នៅសាច់រឿងមួយនេះតាំងពីដើមរហូតមកដល់ចប់អរគុណច្រើនបងប្អូនអរគ្នាយើងនឹងវិលត្រឡប់មកជួបគ្នាជាមួយនឹងសាច់រឿងថ្មីនៅពេលក្រោយទៀតហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងយល់ពីអត្ថន័យនៃសាច់រឿងនេះហើយប្រសិនបើបងប្អូនទាំងអស់គ្នាមានចម្ងល់អាចចូល comment នៅខាងក្រោមឬក៏មានបន្តិយោបល់ផ្សេងៗអាចចូល comment បានអញ្ចឹងអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ